ពលរដ្ឋអ៊ីរ៉ង់រាប់ម៉ឺននាក់ចូលរួមដង្ហែសពមេបញ្ជាការជាន់ខ្ពស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC ចំពេលស្ថានភាពតំបន់មជ្ឈមបូព៌ាកំពុងកាន់តែក្តៅគគុកវងមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នាយ៉ាងកកក្នុងពិធីបុណ្យដង្ហែសពមេបញ្ជាការជាន់ខ្ពស់នៃឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមផ្លូវអាកាសកាលពីពេលថ្មីៗកន្លងទៅនេះដោយអាមេរិកនិងអ៊ីស្រាអែលព្រឹត្តិការណ៍នេះបានក្លាយជាការបង្ហាញកម្លាំងនិងការសងសឹកប្រឆាំងនឹងអាមេរិកនិងអ៊ីស្រាអែលដែលត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយនៃការវាយប្រហារមហាប្រល័យខាងលើនៅក្នុងទស្សនវិជ្ជានៃពិធីបុណ្យសពក្រុមអ្នកចូលរួមបានលើកកាន់មឈូសដែលរុំដោយទង់ជាតិរួមជាមួយនឹងរូបភាពរបស់មេដឹកនាំកំពូលអាយ៉ាតូឡាអាលីកាម៉ានីអ្វីដែលគួរកត់សម្គាល់នោះគឺវត្តមាននៃរូបភាពរបស់លោកម៉ូចាបាកាម៉ានីដែលត្រូវជាកូនប្រុសនិងត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលម្នាក់របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់នាពេលអនាគតយោងតាមការផ្សាយរបស់សារព័ត៌មាន CGTN EU វងមនុស្សបានបន្លឺសម្លេងថ្កោលទោសនិងបង្ហាញអំពីភាពស្មោះត្រង់ចំពោះមេដឹកនាំក្រុងតេហ៍រ៉ង់យ៉ាងដាច់អហង្ការការបាត់បង់មេបញ្ជាការជាន់ខ្ពស់នាពេលនេះត្រូវបានគេមើលឃើញថាជាការវាយប្រហារចំចំណុចរសើបនៃរចនាសម្ព័ន្ធការពារជាតិរបស់អ៊ីរ៉ង់ដែលអាចនឹងធ្វើឲ្យស្ថានភាពសន្តិសុខនៅក្នុងតំបន់មជ្ឈមបូព៌ាទាំងមូលបន្តប្រឈមមុខនឹងភាពតានតឹងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង